បើពិបាកក្នុងការទទួលយកនោះអញ្ចឹងតើដឹងខ្ញុំធ្វើជាប្រពន្ធទេបែបនោះគឺកាន់តែមិនកើតទៀតទៅហើយបងមិនហ៊ាននឹងទទួលយកអូនទេអូនជាកូនអ្នកមាននៅក្នុងភូមិនេះលោកមកធ្វើអីទីនេះពុកខ្ញុំនៅឯណាទៅតើអ្នកណាអនុញ្ញាតឲ្យលោកឡើងលើផ្ទះខ្ញុំនោះអត់ទេបងមិនអាចធ្វើបែបនោះម្ដងទៀតទេបងស្បាត់ជូនអូនបងស្រឡាញ់តែអូនបងចង់រៀបការជាមួយអូនរៀងម្ចាស់សង្សារនៅក្នុងចំការផ្កាកុលាបចម្រុះពណ៌ម្ចាស់ចំការដែលជាកំឡោះនៅលីវវ័យ26ឆ្នាំស្របពេលដែលគេរស់នៅក្នុងផ្ទះចំការនេះក៏មានអ្នកមញ្ញាញ៉ងគេផងដែរយកបាយយកទឹកមកឲ្យគេជាញឹកញាប់សឹងតែមិនលួថ្ងៃឡើយហើយថ្ងៃនេះស្ងាត់អញ្ចឹងស្រួលធ្វើការណាស់មិនមានអ្នកមករំខានដូចសំដងសង្ឃឹមតែថ្ងៃនេះស្ងាត់បែបហ្នឹងរហូតដល់ព្រលប់ទៅចុះនិយាយមិនតាន់ចប់ផងនោះក៏ស្រាប់តែមានអ្នករត់ចូលមកដល់ក្នុងចំការនេះព្រមទាំងកាន់ផ្លែដូងនៅក្នុងដៃបងស៊ឺខ្ញុំយកដូងមកឲ្យបងអាកាសធាតុមិនល្អទេបងគួរតែផឹកទឹកដូងនេះដើម្បីបើកម្លាំងទៅបង ហឹមនិយាយមិនទាន់ផុតពីមាត់ផងមកដល់ឈប់តែម្ដងបងអរគុណហើយណាសម្រាប់ផ្លែដូងមួយផ្លែនេះអឺប៉ុន្តែអូនគួរទៅទុកផឹកខ្លួនឯងចុះបងមិនអីទេអូនខ្ញុំខំមានទឹកចិត្តយកមកឲ្យបងហើយបងគួរតែផឹកទៅបងផឹកក៏បានដែរអរគុណណាស់អញ្ចឹងថាហើយលីស៊ូក៏បានផឹកទឹកដូងនោះភ្លាមគ្រាន់តែប៉ុណ្ណឹងសោះដូចជាពិបាកដែរខ្ញុំមិនមានឲ្យបងផឹកថ្នាំពុលផងចាប់អីក៏ចាប់យ៉ាងហ្នឹងបងគ្រាន់តែក្រែងចិត្តប៉ុណ្ណោះព្រោះបងមិនចង់ឲ្យអូនត្រូវចំណាយលុយមកលើបងច្រើនបែបហ្នឹងទេអូនមានរបស់យកមកឲ្យបងរាល់ថ្ងៃបងពិបាកក្នុងការទទួលយកណាបើពិបាកក្នុងការទទួលយកនោះអញ្ចឹងតើដឹងខ្ញុំធ្វើជាប្រពន្ធទេបែបនោះគឺកាន់តែមិនកើតទៀតទៅហើយបងមិនហ៊ាននឹងទទួលយកអូនទេអូនជាកូនអ្នកមាននៅក្នុងភូមិនេះតើអ្នកណាដែលថាមិនស្គាល់នោះបងមានតែអន់អីមានចំការមួយទាំងមូលដែរបើចូលទៅដឹងខ្ញុំនោះពុកខ្ញុំច្បាស់ជាឲ្យហើយតែបងគឺនៅតែខ្លាចមិនអាចចូលទៅដឹងអូនបានទេបងចង់នៅធ្វើការដោយភាពស្ងៀមស្ងាត់ខ្ញុំទៅវិញក៏បានដែរបើនោះជាការស្នើសុំរបស់បងនោះថាហើយនាងក៏បានចាក់ចេញទៅសង្ឃឹមថាមិនមានអ្នកណាមកទៀតទៅចុះខ្ញុំនឹងបានធ្វើការដោយស្រួលចិត្តនាពេលរសៀលខណៈដែលលីស៊ឺកំពុងតែធ្វើចំការនៅក្នុងចំការនេះក្មេងស្រីម្នាក់បណ្ដាកង់ចូលមកដល់ក្នុងចំការព្រមទាំងស្រែកហៅគេបងលីស៊ឺខ្ញុំមកយកបាច់ផ្ការបស់ខ្ញុំតើរួចរាល់ហើយនៅមានមនុស្សស្រីម្នាក់ច្រើនពេកហើយបានជាភ្លេចបាច់ផ្ការបស់ខ្ញុំនោះខ្ញុំកំងរួចហើយណាមានមនុស្សស្រីម្នាក់ច្រើនពេកបងភ្លេចបាច់ផ្កាដែលខ្ញុំបានកំងហើយនោះមែនទេកុំនិយាយអញ្ចឹងមើលបងមិនបានភ្លេចបាច់ផ្កានោះទេបងបានរៀបចំទុកឲ្យយូរហើយតាណែនេះជាបាច់ផ្កាកុលាបពណ៌ផ្កាឈូករបស់អូនបងរៀបចំបានស្អាតណាស់ឃើញដែរអត់អរគុណហើយខ្ញុំលាបងទៅសិនហើយណាបញ្ញាប់យកទៅឲ្យគេផងបានលាហើយជិះកង់យឺតផងណាកុំជិះលឿនពេកយល់ដែរអត់ចាខ្ញុំទៅសិនហើយគ្រីណាជីកង់ចាក់ចេញពីចំការលីស៊ឺយ៉ាងលឿនដោយយកបាច់ផ្កាកុលាបនោះទៅប្រគល់ជូនបរិសម្នាក់ដែលកំពុងតែឈររងចាំនៅក្បែររថយន្តរបស់គេផ្កាមកដល់ហើយសង្ឃឹមថាសង្សាររបស់បងនឹងពេញចិត្តចំពោះផ្កាមួយបាច់នេះចា៎បាទអរគុណហើយសេវាកម្មលឿនមែនទែនថ្ងៃក្រោយចាំខ្ញុំកំងទៀតចាដោយក្តីរីករាយសេវាកម្មខាងខ្ញុំរងចាំបម្រើអតិថិជនជានិច្ចលេសិនហើយណាបងប្រុសគ្រីណាជីកង់ចាក់ចេញពីអតិថិជនរបស់នាងមកដល់ផ្ទះវិញនាងក៏បានឈប់កង់រួចនិងបានប្រញាប់ឡើងទៅលើផ្ទះតែម្ដងខ្ញុំមកដល់ផ្ទះវិញហើយពុកខ្ញុំហេវបាយណាស់ពុកមិនតាន់មកផ្ទះវិញទៀតទេខ្ញុំហេវបាយសឹងអីទៅហើយស្របពេលដែលនាងកំពុងតែស្រែកហៅឪពុករបស់នាងអតីតសង្សារចាស់នាងក៏បានលើកថាមហូបយកមកឲ្យនាងលោកមកធ្វើអីទីនេះពុកខ្ញុំនៅឯណាទៅតើអ្នកណាអនុញ្ញាតឲ្យលោកឡើងលើផ្ទះខ្ញុំនោះគ្រីណាអូនឯងកុំនិយាយបែបនេះជាមួយបងបានទេបងមកនេះក៏បងដឹងកំហុសចង់សុំការលើកលែងពីអូនអាចអត់ទោសឲ្យបងបានទេបងនឹងមិនធ្វើអញ្ចឹងទៀតទេបងសន្យានៅក្នុងនាមជាកូនប្រុសណាយ៉ាងបាច់គ្នាហើយ
ក៏មកចាំផ្ទះខ្ញុំទៀតលោកក្បត់ខ្ញុំគិតថាខ្ញុំអាចលើកលែងឲ្យលោកមែនទេកុំសង្ឃឹមឲ្យសោះនោះវិលត្រឡប់ទៅរកអ្នកដែលលោកបានក្បត់ជាមួយខ្ញុំទេខ្ញុំមិនត្រូវការលោកនៅទីនេះទៀតទេគឺគ្មានថ្ងៃនឹងលើកលែងឲ្យមនុស្សក្បត់ដូចជាលោកទេលោកក្បត់ខ្ញុំម្ដងហើយលោកនឹងមិនអាចក្បត់ខ្ញុំម្ដងទៀតទេអត់ទេបងមិនអាចធ្វើបែបនោះម្ដងទៀតទេបងស្បាត់ជូនអូនបងស្រឡាញ់តែអូនបងចង់រៀបការជាមួយអូនបងមិនចង់បានអ្នកណាផ្សេងក្រៅពីអូននោះទេបងនឹងកែប្រែគ្រប់យ៉ាងណាចេញពីក្នុងផ្ទះខ្ញុំភ្លាមទេខ្ញុំមិនលើកលែងឲ្យលោកជាដាច់ខាតគឺមិនអាចឡើយទោះបីជាលោកត្រូវបែកពពុះមាត់ស្លាប់នៅចំពោះខ្ញុំទៀតក៏ខ្ញុំមិនមើលមុខផងគ្មានថ្ងៃដែលអាចលើកលែងបានទេអូនពិតជាចិត្តដាច់ណាស់បងនឹងព្យាយាមម្ដងទៀតមិនបាច់ព្យាយាមឡើយព្រោះថាខ្ញុំនឹងមិនលើកលែងទេទៅស្លាប់ឲ្យបាត់ទេខ្ញុំនឹងរងចាំថ្ងៃដែលនាងតាមអង្វរខ្ញុំសុំខ្ញុំជានាយជាមួយគ្នាវិញព្រោះមានតែខ្ញុំទេដែលអាចទ្រាំជាមួយចរិតរបស់នាងបានឈប់និយាយឲ្យចាក់ចេញពីផ្ទះរបស់ខ្ញុំទេលោករំខានខ្ញុំណាស់សង្សារចាស់របស់នាងក៏បានចាក់ចេញទៅគ្រីណាបានលើកថាមហូបដែលគេធ្វើសម្រាប់នាងនោះបោះចោះពីលើផ្ទះសឹងតែធ្លាក់ទៅលើក្បាលសង្សារចាស់របស់នាងទៅហើយគ្មានអ្នកណាស៊ីលីមូឯងទេកុំធ្វើជាល្អពេកអីប្រុសសាវ៉ាឪពុករបស់គ្រីណាបានមកដល់ផ្ទះវិញឃើញកូនស្រីកំពុងតែអង្គុយហូបមីដូច្នេះអ្នកដែលជាឪពុកក៏បានបន្លឺឡើងមីអូនមិនក៏ហូបមីអញ្ចឹងគួរតែហូបបាយវិញណាមិនគួរហូបមីទេកូនស្រីហូបមីច្រើនពេកមិនល្អទេណាបានហើយឈប់ហូបទៅដោយសារតែពុកមិននៅផ្ទះបានជាខ្ញុំហូបមីអត់មានអ្នកណាធ្វើអីឲ្យខ្ញុំហូបទេណាពុកកូនស្រីពុកអើយកូនគួរតែរៀនធ្វើម្ហូបកូនក៏មុំស្ដោកហើយណាមិនមែនធ្វើសម្រាប់ពុកទេតែធ្វើសម្រាប់ហូបខ្លួនឯងដើម្បីរស់ពេលនៅម្នាក់ឯងនឹងមិនដាច់ពោះស្លាប់កុំពឹងទៅលើមីពេកហូបមីច្រើនមិនល្អទេតែកូនដឹងហើយនៅតែហូបទៀតចេខ្ញុំនឹងរៀនមិនមែនពេលនេះទេខ្ញុំហូបឆ្អែតហើយតែក្រៅសិនហើយណាពុកកូនស្រីប្រញាប់ចាក់ចេញពីផ្ទះភ្លាមបន្ទាប់ពីលាឪពុករួចកូនកំមុំខ្ញុំអើយមិនគួរណាម៉ែវាបដោយកូនពេកទេឥឡូវពិបាកដល់ឲ្យវាធ្វើម្ហូបដាំបាយឲ្យកូនឆីទៀតគ្រីណាចាក់ចេញពីផ្ទះមកដល់ចំការលីស៊ូដោយនាងបានចូលទៅក្នុងផ្ទះរបស់គេព្រមទាំងរៀបរាប់រឿងគ្រប់យ៉ាងឲ្យគេបានដឹងទាំងអស់តែខ្ញុំមានកម្មអ្វីទេតែត្រូវជួបជាមួយមនុស្សបែបនេះនោះមិនមែនជាកម្មអូនឯណាតែជាកម្មរបស់គេទេដែលមិនមានសំណាងបាននៅជាមួយអូនមនុស្សបែបហ្នឹងទាត់គេចោលទៅព្រោះគេមិនស័ក្តិសមជាមួយអូនទេអូនសមតែទទួលបានអ្វីដែលល្អបំផុតសម្រាប់ជីវិតរបស់អូនមិនមែនជាលំមុខនោះទេអូនគួរតែកាត់ចិត្តពីគេហើយគិតថាគេស្លាប់បាត់ទៅហើយទៅអូខេខ្ញុំនឹងធ្វើតាមបងប្រាប់ទៅចាស់ដោយមិនគិតថាមនុស្សដូចជាគេមិនមាននៅលើโลกនេះទៀតទេមិនគួរណាជួបគេឡើយខ្ញុំមិនគួរជួបគេតាំងតែពីដំបូងមកម្លេះតាក់ទងជាមួយគេខ្ញុំជួបតែរឿងសោយនៅក្នុងជីវិតពេលដែលបែកពីគេទៅខ្ញុំមានការងារជាបន្តបន្ទាប់តើបតែកាត់យល់ថាមនុស្សដូចជាគេនោះនាំចង្រៃមកខ្ញុំតាបើអូនគិតយល់បែបនេះល្អហើយកុំទៅស្ដាយសំណោះទៀតអីវាគ្មានប្រយោជន៍អីទេយកពេលវេលានោះមកធ្វើការងាររបស់យើងវិញប្រសើរជាងចេខ្ញុំដឹងហើយខ្ញុំទៅផ្ទះវិញហើយណាគ្រីណាបានចាក់ចេញពីចំការរបស់លីស៊ូយកតែម្ដងគេបែកគ្នាជាមួយសង្សារគេហើយគេតែងតែយកមកនិយាយប្រាប់យើងពីរឿងលំបាករបស់គេតើខ្ញុំនេះជាអ្នកកំដរគេពេលដែលគេបែកសង្សារគេមែនទេនាពេលជប់ចិនលីស៊ូដេកនៅសុកក៏ធំក្លិនឈ្ងៀមគេក៏ចេញពីក្នុងផ្ទះស្រាប់តែឃើញផ្កាកុលាបរបស់គេត្រូវបានភ្លឹងលេបត្របាក់បាត់ទៅហើយចំការផ្កាកុលាបរបស់ខ្ញុំឆេះខ្ទេចអស់ហើយមែនទេអាលីហើយតែប៉ុណ្ណេះនៅក្នុងបន្ទប់វ៉ាន់សាតើការងារនោះយ៉ាងម៉េចទៅហើយបានសម្រេចដែរទេអូបានសម្រេចហើយខ្ញុំត្រូវការទៅលុយរបស់ខ្ញុំប៉ុណ្ណោះចប់ការងារហើយបកគលលុយមកណែជាលុយបានលុយហើយបិទមាត់ឲ្យចិត្តផងណាហើយចាក់ចេញពីភូមិនេះមួយរយៈសិនទៅចាំរឿងបានស្ងប់ស្ងាត់ចាំត្រឡប់មកទីនេះទៀតខ្ញុំទៅសិនហើយការងារស្រួលអញ្ចឹងថ្ងៃក្រោយកុំភ្លេចហៅខ្ញុំប្រើទៀតណាខ្ញុំនឹងធ្វើមិនឲ្យទាស់ចិត្តទេ
ខ្ញុំនឹងហៅឯងប្រើបើសិនជាមានការត្រូវប្រើម្ដងទៀត នេះថយទទួលបានហើយនោះគេក៏បានចាក់ចេញទៅភ្លាមៗ ឯងគិតថាយើងមិនដឹងមែនទេថាពីរអ្នកឯងចង់បង្កើតទំនាក់ទំនងជាមួយគ្នាយើងមិនឲ្យពួកឯងសំតាមបំណងនោះទេទោះបីជាយើងមិនបានមកវិញក៏ដោយតែយើងក៏មិនបដ ாய் ឲ្យពួកឯងបានសុខដែរយើងនឹងតាមចងកម្មចងពៀពីរអ្នកឯងពេញមួយជីវិតរបស់យើង នាពេលព្រឹកឡើងអ្នកភូមិដែលមកឃើញចំការផ្កាកុលាបនៅសល់តែភាពខ្លោចកំតិចផេះក៏មានការសោកស្ដាយជាខ្លាំងมันគួរខ្លាចទៅជាបែបនេះទេតែអ្នកណាដែលហ៊ានធ្វើអញ្ចឹងដាក់បងនោះខ្ញុំនឹងសងសឹកជំនួសបងបើខ្ញុំរងមុខម្នាក់នោះឃើញ រឿងនេះបងចាត់ការបានហើយអរគុណនេសាហើយណាដែលមានចិត្តចង់ជួយរឿងនេះបងចាត់ការបានហើយអរគុណនេសាហើយណាដែលមានចិត្តចង់ជួយបងបានទៅដាក់ពាក្យបណ្ដឹងរួចហើយ បងត្រូវតែធ្វើបែបនេះទៅដាក់ពាក្យបណ្ដឹងវាឲ្យណាណីទៅហ៊ានពេកហើយដែលធ្វើបែបនេះមកលើបរិសសង្ហារបស់ខ្ញុំនោះ បងសុំទៅធ្វើការអំពីរឿងនេះសិនអូនទៅផ្ទះសម្រាប់ចុះ ចាខ្ញុំទៅសិនហើយលីស៊ឺបានចាក់ចេញពីចំការដែលឆេះខ្លោចនេះសំដៅទៅកន្លែងស៊ើបអង្កេតឯកជនគេក៏បានប្រគល់ប្រាក់រួចរាល់និងបានចេញពីកន្លែងនោះតែម្ដងគ្រីណាដែលទទួលបានដំណឹងនេះនាងបំរុងនឹងទៅរកគេនៅឯចំការតែលីស៊ឺមកចាំនាងនៅមុខផ្ទះរួចជាស្រេចតែម្ដងខ្ញុំគិតថាបំរុងទៅរកបងហែងតែគឺកាត់ឡើងដោយរបៀបណាទេបងដឹងដែរទេថាអ្នកណាដែលជាអ្នកធ្វើរឿងនេះ បងនៅតែមិនទាន់ប្រកាសនៅក្នុងចិត្តនៅឡើយទេតែបងនឹងរកមុខអ្នកដែលធ្វើនោះយកមកដាក់ទោសឲ្យតល់ទៅបានបងមិនឲ្យវារួចខ្លួនទេតែថាអូននឹងត្រូវលំបាកហើយព្រោះថាអូននឹងត្រូវស្វែងរកផ្កាលក់នៅកន្លែងផ្សេងទៀតពេលអត់ពីចំការបងទៅ ខ្ញុំផ្អាកការងារខ្ញុំបានដើម្បីជួយដាំផ្កាបងឡើងវិញណាខ្ញុំអាចជួយបង បើអូនចង់ជួយដាំផ្កាឡើងវិញបងក៏មានប្រាក់ខែឲ្យអូនដែរអូនកុំបារម្ភអីបងនឹងធ្វើឲ្យចំការបងលូតលាស់ឡើងវិញនិងល្អជាងកាលពីមុនទៀតផង កូនប្រដួលកន្លែងណាក្រោកវិញនៅកន្លែងនោះទៅមិនបោះបង់ក្តីសម័យនោះទេ ជាពិសេសក្តីសម័យដែលមានជាមួយនឹងមនុស្សស្រីដែលគេលួចស្រឡាញ់ផងដែរ និយាយស្អីទេបងទៅទិញក្របពូជទៅយកទៅធ្វើចំការវិញ បាទតោះបាន អ្នកទាំងពីរបានទៅទិញសម្ភារៈនិងក្របពូជជាច្រើនយកទៅចំការនិងការចាប់ផ្ដើមសារជាថ្មីរបស់ពួកគេជាមួយគ្នានាពេលរសៀលសង្សាររបស់វ៉ាន់សាក់មករកគេដល់ផ្ទះព្រមទាំងនិយាយពីចំការផ្កាកុលាបទៀតផងបងមានលឺដំណឹងដែរទេចំការផ្កាកុលាបនៅភូមិយើងឮថាមានគេដុតគួរឲ្យស្ដាយដល់ហើយមិនគួរណាមានរឿងបែបនោះកើតឡើងតតែសោះខ្ញុំមិនទាន់នឹងបានទៅថតរូបផងឆេះខ្ទេចបាត់ អូនអាចទៅថតរូបនៅកន្លែងផ្សេងបានតាមិនគួរទៅចំការនោះទេព្រោះបងមិនចូលចិត្តកន្លែងនោះទេកុំនិយាយពីចំការនោះទៀតអីតែគេសំមុខឲ្យដែលជួបរឿងបែបនេះបងមានតែសប្បាយចិត្តពេលដឹងតែគេជួបរឿងបែបនេះនៅក្នុងជីវិត បងសើចសប្បាយលើកំណោទុកអ្នកដតីបានយ៉ាងម៉េចទៅខ្ញុំស្ដាយជំនួសគេណាស់មិនដឹងថាខាត់បងអស់លុយប្រមាណទៅហើយទេគ្រាន់តែការឆេះនោះការចាប់ផ្ដើមឡើងវិញគឺត្រូវចំណាយទុនមិនតិចទេ ខ្វល់ម្លេះនោះមិនមែនជារឿងអូនផងហ្នឹងគិតតែរឿងយើងទៅបានហើយមិនបាច់ទៅគិតរឿងអ្នកដទៃទេវាគ្មានប្រយោជន៍អូនឯងក៏អញ្ចឹងដែរមករកបងនិយាយតែពីរឿងអ្នកដទៃមិនគួរមកជួបបងទេបើអូននិយាយតែពីរឿងអ្នកដទៃអញ្ចឹងដដែលនោះ ខ្ញុំមកនេះក៏មានរឿងផ្សេងដែរបងមិនគួរទៅរកសង្សារចាស់បងទៀតទេចប់គ្នាហើយគួរតែចប់ឲ្យដាច់ស្រឡះទៅខ្ញុំមិនចង់ឲ្យបងកវ៉ែលផ្ទះអ្នកចាស់ឡើយបើចិត្តមិនដាច់ជាមួយគេនោះតើបងរកខ្ញុំធ្វើអីមិនមិនទៅនៅជាមួយគេរហូតទៅ គឺមកពីអូនព្រមតាក់ទងជាមួយបងអំឡុងពេលដែលអូនបានដឹងថាបងមានសង្សាររួចទៅហើយអូននៅតែហ៊ានតាក់ទងជាមួយបងទៅបងសម្រេចចិត្តថាបែកគ្នាជាមួយអ្នកចាស់គឺច្បាស់ជាមករកអូនហើយទៅរកគេវិញក៏មិនបានដែរបងក្បត់គេមកតាក់ទងជាមួយអូនហើយអូនគួរតែយល់ហើយថាគេអាចនឹងទទួលយកបងបានដែរទេនាងជាមនុស្សស្រីចិត្តដាច់ណាស់ដឹងថាបងក្បត់ហើយចិត្តនាងគឺផុយជាមួយបងទោះបីជាបងព្យាយាមសម្រួលក៏នាងមិនព្រមជាមួយបងដែរ ចិត្តរឹងមែនព្រោះតែអញ្ចឹងហើយទៅបងនៅចប់ជាមួយខ្ញុំព្រោះតែគេមិនអាចទទួលយកបងវិញបានខ្ញុំដឹងចម្លើយហើយនៅក្នុងពេលនេះនោះនាពេលជប់ជិនទៅហើយលីស៊ូនិងគ្រីណានៅតែមិនទាន់សម្រាកនៅឡើយទេពូតូបានយកបាយម្ហូបមកឲ្យអ្នកទាំងពីរដល់ចំការតែម្ដង ក្មេងៗមកហូបបាយសិនមកចាំស្អែកចាំបន្តធ្វើការងារទៀត
ពេលនេះយប់ហើយណាហូបបាយយកកម្លាំងសិនទៅការងារនេះបើធ្វើបង្ខំពួកឯងទាំងពីរនាក់អាចឈឺបានអូរវល់ទៅធ្វើការពេកខ្ញុំភ្លេចឲ្យឈឹងតែម្ដងគ្រីណាមកហូបបាយសិនមកថ្ងៃស្អែកយើងធ្វើការងាររបស់យើងបន្តទៀតបងមិនគួរភ្លេចថាទីនេះមានមនុស្សស្រីម្នាក់ដែលកំពុងតែប្រឹងធ្វើការជាមួយបងសឹងតែមិនបានហូបអីទេពេញមួយថ្ងៃនេះ ខ្ញុំចង់ធ្វើឲ្យបានលឿនដើម្បីចេញផលលឿនដូចគ្នាណាខ្ញុំចង់ឃើញទីនេះមានផ្ការីកស្គូស្គីម្ដងទៀតចង់ឃើញគ្រប់យ៉ាងរីករាយព្រមទាំងបងផងដែរ បងសប្បាយចិត្តណាស់ព្រោះថានៅទីនេះគឺមានគ្រីណាពុកគិតថាដល់ពេលដែលពុកត្រូវត្រឡប់ទៅវិញហើយណាពុកមិនចង់រំខានកូនទេចេះញ៉ែគ្នានៅចំពោះមុខមនុស្សចាស់តកើតដែរក្មេងៗអស់នេះវើយ ពុកខ្ញុំមិនបានញ៉ៃគ្នាទេពុកកុំចេះតែនិយាយទៅមើលថាចប់ហើយពូតូក៏បានប្រញាប់ចាក់ចេញទៅយ៉ាងលឿន គ្រីណាតោះហូបបាយសិនតើអូនស្អែកយើងនឹងធ្វើបន្តទៀត ចេមែនហើយខណៈនោះនេសាបានកាន់ច័ន្ទស្រាក់មកនាងស្រាប់តែលន់មាត់ឡើងអ្នកទាំងពីរកំពុងតែធ្វើអីហ្នឹងខ្ញុំមិននៅតែមួយល្ងាចសោះអ្នកទាំងពីរបែរជាធ្វើបែបនេះចំពោះខ្ញុំបងលីស៊ូតើមានរឿងអីឲ្យប្រកាសទៅបងជាមួយនាងមានទំនាក់ទំនងអីទៅខ្ញុំនៅត្រង់នេះនៅឡើយទេណាបងចង់មើលរំលងខ្ញុំយ៉ាងម៉េចបានទៅ នាសាអូនកំពុងតែយល់ច្រឡំអីហើយបងនិងគ្រីណាពួកយើងធ្វើការជាមួយគ្នានៅជាមួយគ្នាបែបនេះក៏មិនចម្លែកដែរអូនខឹងធ្វើអីទៅ មិនឲ្យខ្ញុំខឹងមែនទេទាំងដែលបងផ្ដល់ក្តីសង្ឃឹមឲ្យខ្ញុំតែពេលនេះបងមានអ្នកផ្សេងបើខ្ញុំមិនឈឺចាប់គឺមិនចម្លែកឡើយហេតុអីបងផ្ដល់ក្តីសង្ឃឹមឲ្យទៅតាក់ទងគេនោះ នាសាកុំនិយាយអញ្ចឹងបងនិងគ្រីណាគ្រាន់តែជាអ្នកធ្វើការជាមួយគ្នាធម្មតាទេ ពួកយើងជាសង្សារគ្នាហើយអញពេញចិត្តជាមួយចម្លើយនោះដែរទេគឺពួកយើងបានតាក់ទងគ្នាហើយមិនប៉ុន្តែមិនអាចទៅរួចឡើយបាយមួយស្រាក់នេះមិនបាច់ហូបទេខ្ញុំយកទៅវិញហើយថាហើយនាងក៏បានប្រញាប់ចាក់ចេញទៅ បើអូននិយាយបែបនេះនឹងអាចធ្វើឲ្យប៉ះពាល់ដល់អូនបានណា ពេលផ្កាចាប់ផ្ដើមលូតលាស់ពេលណានោះបងសុំខ្ញុំធ្វើសង្សារជាផ្លូវការទៅនៅយើងនឹងខ្លាចជាសង្សារនឹងគ្នាពិតមែនហើយ បានល្អអន្តាពេលផ្កាបងលូតលាស់សាយជាថ្មីពួកយើងនឹងខ្លាយជាសង្សារនឹងគ្នាពេញសិទ្ធហើយ ចាបានគ្រីណាបានដេកនៅក្នុងផ្ទះចំការនេះដោយមិនបានទៅផ្ទះរបស់នាងវិញឡើយខណៈដែលគ្រីណាដេកលក់លីស៊ូទទួលបានឯកសារមួយចំនួនពីអ្នកស៊ើបអង្កេតគេមើលឯកសារនោះហើយក៏បានចូលទៅក្នុងផ្ទះចំការវិញនាពេលព្រឹកព្រលឹមគ្រីណាភ្ញាក់ពីដេកឡើងវិញឃើញកាហ្វេនៅលើតុជាមួយក្រដាសមួយសិនលើស បងមានការចេញទៅក្រៅផឹកកាហ្វេរួចរងចាំបងត្រឡប់មកវិញកុំធ្វើការម្នាក់ឯងណាបងបារម្ភ ស្វីតដែរតាលីស៊ូមករកវ៉ាន់សាក់ដល់ផ្ទះជាមួយឯកសារនៅក្នុងដៃរបស់គេ អាសាក់ចេញពីក្នុងផ្ទះមកយើងមានការនិយាយជាមួយឯងចេញមកឲ្យលឿនមកមុននឹងយើងដុតផ្ទះឯងចោល ស្របពេលជាមួយគ្នានោះវ៉ាន់សាក់ចេញពីក្នុងផ្ទះមកសួរដោយក្តីរំខាន ហើយឯងមានការអីជាមួយយើងហ្នឹងឯងដូចជារំខានយើងដល់ហើយឥឡូវមានអីឆាប់និយាយមកកុំធ្វើឲ្យយើងធុញជាងនេះអីឯងត្រៀមខ្លួនចូលគុកទៅព្រោះពេលនេះយើងមានភ័ស្តុតាងគ្រប់គ្រាន់ហើយឯងជាមនុស្សតែចិត្តរបស់ឯងមិនមែនជាមនុស្សទេឯងបំផ្លាញយើងគិតថាយើងមិនដឹងមែនទេតែពេលនេះទោះបីជាឯងចង់រត់ក៏រត់មិនកើតដែរស្លាប់ឯងប៉ុណ្ណាក៏មិនឈ្នះសំណាញ់ច្បាប់របស់យើងដែរឯងត្រូវតែទទួលខុសត្រូវទាំងអស់ នេះឯងនិយាយលេលើស្អីហ្នឹងយើងយល់ទេវើយកុំអត់ប្រយោជន៍ជាមួយយើងច្រើនពេកយើងចូលក្នុងផ្ទះវិញហើយឯងប្រឹងលាក់អាការៈភ័យរបស់ឯងតែយើងអាចមើលឃើញថាឯងពេលនេះកំពុងតែភ័យខ្លួនហើយគ្នារបស់ឯងក៏ត្រូវទទួលទោសដូចគ្នាដែរយើងមិនលើកលែងឲ្យនរណាទាំងអស់ត្រៀមខ្លួនទៅឯងប្រឹងរត់ក៏យើងនៅតែតាមចាប់ឯងបានដដែលដែរហ៎ នៅទីនេះទៀតមិនបានទេយើងត្រូវទៅរត់ហើយ វ៉ាន់សាក់រៀបចំរត់គេចរួចតែប៉ូលីសបានមកដល់ផ្ទះរបស់គេបាត់ទៅហើយដោយចាប់គេដាក់ចូលទៅក្នុងរថយន្តនាំយកទៅសាកសួរចម្លើយតែម្ដងលីស៊ូមកដល់ចំការវិញគេក៏បានទៅជួយណាគ្រីបន្ត បងប្រាប់ឲ្យមែនទេថាមិនឲ្យធ្វើអ្វីទាំងអស់ចាំទាល់តបងត្រឡប់មកវិញសិន ប
បើរវល់តែចាំនោះតើអាត្មាណារួចទៅខ្ញុំទៅចាប់ផ្ដើមធ្វើនោះទេបងកុំស្ដីបន្ទោសខ្ញុំអី ថ្ងៃក្រោយត្រូវតែស្ដាប់បង្គាប់បងតាយល់ដែរទេ ចាខ្ញុំយល់ហើយថ្ងៃក្រោយខ្ញុំនឹងស្ដាប់បង្គាប់បងណា ល្អណាស់សង្សារបង អ្នកទាំងពីរជួយគ្នាស្រោចស្រង់ចំការផ្កាកុលាបនេះឡើងវិញរហូតតតែឃើញផលពិតមែនពន្លកផ្កាចាប់ផ្ដើមចេញមកបណ្ដើរហើយពាក្យសន្យាក៏ត្រូវបានបំពេញនៅក្នុងថ្ងៃនេះផងដែរលីស៊ូកាន់ផ្កាកុលាបមួយទងសំដៅទៅរកណាគ្រី គ្រីណាបងចង់បំពេញសន្យារបស់ពួកយើង តែជាសន្យាអីទៅខ្ញុំដូចជាភ្លេចហើយ ពេលផ្កាបងចេញពន្លកពេលណាគ្រីណានឹងយល់ព្រមធ្វើជាសង្សាររបស់បងពេលនេះផ្ការបស់បងចាប់ផ្ដើមចេញពន្លកហើយតើអូនយល់ព្រមធ្វើជាសង្សាររបស់បងដែរទេបងសារភាពចេញពីចិត្តរបស់បងចង់ក្លាយជាសង្សាររបស់អូនយូរហើយតែពេលនោះអូនទៅតែបែកសង្សារទើបបងមិនអាចធ្វើអ្វីបានត្រឹមតែទ្រាំស្ដាប់អូនរៀបរាប់ទុកសោករបស់អូនតែចាប់ពីពេលនេះតទៅបងនឹងមិនឲ្យអូនរងទុក្ខទៀតនោះទេបងមិនដូចជាអ្នកចាស់បងមិនធ្វើឲ្យអូនឈឺចាប់បងមិនក្បត់អូនជាមួយអ្នកស្គាល់ធ្វើឲ្យអូនសង្ហាក់ចិត្តទេព្រមធ្វើជាសង្សារបងទេ ចាខ្ញុំយល់ព្រមណាស់មិនប៉ះទេអ្នកទាំងពីរខ្លាចជាសង្សារគ្នាហើយមែនទេបងលីស៊ូមិនក៏បងធ្វើអញ្ចឹងដាក់ខ្ញុំខំញ៉ែបងយូរហើយតែចុងក្រោយបងឆ្លាញ់អ្នកផ្សេងមិនមែនជាខ្ញុំទៅវិញខាត់ពេលខ្ញុំញ៉ែអស់ហើយទៅផ្ទះវិញក៏បានដែរខ្ញុំមិនគួរមកក្នុងពេលនេះទេហើយនិយាយចាប់ហើយនាងក៏បានប្រញាប់ចាក់ចេញទៅ ពេលនេះយើងខ្លាយជាសង្សារគ្នាជាផ្លូវការហើយពេលមានរឿងអីត្រូវតែនិយាយជាមួយបងណាហើយស្ដាប់បង្គាប់បងកុំធ្វើអីផ្ដេសផ្ដាស់តាមតែចិត្តខ្លួនឯងទៀត ចាខ្ញុំយល់ហើយម្ចាស់សង្សាររបស់ខ្ញុំ ក្មេងឆ្លាត ទំនាក់ទំនងអ្នកទាំងពីរក៏បន្តជាសង្សារបានរយៈពេល2ឆ្នាំលុះ2ឆ្នាំកន្លងផុតទៅពួកគេបានភ្ជាប់ពាក្យជាមួយគ្នាចំណែកឯអ្នកដែលបានដុតបំផ្លាញចំការលីស៊ូត្រូវបាន ហេតុអីអូននិយាយដូចនេះចំពោះបងការដែលគេចង់រៀបការជាមួយយើងក៏ព្រោះតែយើងមានលទ្ធភាពនៅក្នុងការរៀបការជាមួយគេឯងគ្មានលទ្ធភាពខ្ញុំមានតែជូនពរគេនោះទេខ្ញុំមិនទៅបំផ្លាញគេទេម៉ែខ្ញុំស្រឡាញ់នាងខ្ញុំគ្រាន់តែចង់ឃើញនាងមានសេចក្តីសុខនោះគឺគ្រប់គ្រាន់ចំពោះខ្ញុំហើយ ខ្ញុំទទួលស្គាល់កំហុសថាខ្ញុំពិតជាខុសមែនដែលមានអ្នកថ្មីចោលបងនោះតែខ្ញុំជ្រើសរើសអ្វីដែលល្អសម្រាប់ខ្ញុំទៅថ្ងៃខាងមុខរៀងតាមពិតនាងក្រាស់ខ្ញុំនាថ្ងៃត្រង់មេចេះពន្លឺក្តៅយ៉ាងខ្លាំងតែម្ដងខណៈដែលអ្នកកំឡោះមួយរូបកំពុងតែជិះកង់ទៅរកអ្នកដែលទៅចូលស្រុកវិញគេក៏បានមកដល់ផ្ទះដែលរថយន្តទៅតែឈប់ចតអ្នកកំឡោះក៏បានចូលទៅរក ចរណៃអូនមកស្រុកវិញហើយហ៎តែហេតុអីក៏អូនលេងតបឆាតបងអញ្ចឹងបងខំឆាតទៅជាច្រើនដងហើយតែអូនមិនតបមិនស្ដីសោះហើយចុះនេះអូនមកជាមួយនរណាគេ ខ្ញុំមកជាមួយសង្សារខ្ញុំតើមានបញ្ហាអីមែនទេ សង្សាររបស់អូនឬចុះបងនោះអូនទុកនៅណាបងជាសង្សាររបស់អូនមិនមែនជាគេទេអូនគួរតែប្រយ័ត្នសម្ដីពេលអូននិយាយជាមួយគេកុំនិយាយអ្វីដែលធ្វើឲ្យបងអន់ចិត្តណា ខ្ញុំមិនបានធ្វើអីឲ្យបងអន់ចិត្តទេការដែលខ្ញុំនិយាយនេះគឺជាការប៉ັດគាត់ជាសង្សាររបស់ខ្ញុំហើយគាត់មកនេះគឺមកស្ដីទៅដឹងខ្ញុំដូចគ្នា ស្ដីទៅដឹងអូនមែនទេចុះបងនេះអូនទុកនៅណាក្រែងសន្យាជាមួយបងមែនទេថានឹងរងចាំបងពី3ឆ្នាំទៀតហេតុអីអូននិយាយដូចនេះចំពោះបងការដែលគេចង់រៀបការជាមួយយើងក៏ព្រោះតែយើងមានលទ្ធភាពនៅក្នុងការរៀបការជាមួយគេឯងគ្មានលទ្ធភាពចង់ឲ្យគេនៅរងចាំឯងដល់អង្កលទៀតគួរតែដឹងហើយថាមនុស្សស្រីគេត្រូវការភាពច្បាស់លាស់បើឯងគ្មានភាពច្បាស់លាស់ទេថយចេញឲ្យឆ្ងាយទុកឲ្យយើងជាអ្នកដែលច្បាស់លាស់រៀបការជាមួយនាងវិញឯងគួរតែដកខ្លួនចេញពីជីវិតគេទៅព្រោះថានាងមិនត្រូវការឯងទៀតទេមិនក៏អូនធ្វើដូច្នេះចំពោះបងអូនបោះបង់បងហើយទៅរៀបការជាមួយគេអូនធ្វើដូច្នេះគឺប្រៀបបីសម្រាប់បងទាំងរស់អញ្ចឹងតែបើអូនជ្រើសរើសបែបនេះទៅហើយបងក៏មានតែដើរចេញប៉ុណ្ណោះជូនពរអូនមានសេចក្តីសុខជាមួយគេចុះ ថាចាប់ហើយគេក៏បានចាក់ចេញទៅ
ចាប់ពីថ្ងៃនេះទៅឈប់តាក់ទងជាមួយគេទៀតបងមិនចូលចិត្តទេ ចាខ្ញុំមិនតាក់ទងជាមួយគាត់ទៀតទេបងមិនបាច់បារម្ភទេថាខ្ញុំនឹងវិលត្រឡប់ទៅរកគាត់វិញនោះ បងជឿជាក់នៅលើអូនបងជឿថាអូននឹងមិនធ្វើដូច្នេះទេ ពន្លឺសាកមកដល់ផ្ទះវិញស្របពេលដែលមានភ្ញៀវកំពុងតែជជែកជាមួយម្ដាយរបស់គេកូននេះទៅតែចូលផ្ទះវិញអីមិនឃើញមេឃឡើងក្តៅហែងទេអីកូនអាកាសធាតុប្រែប្រួលគ្រប់ពេលវេលាកូនត្រូវតែចេះមើលថែសុខភាពខ្លួនឯងផង បាទម៉ែខ្ញុំចេះមើលថែខ្លួនឯងហើយចុះណាពិនមកផ្ទះយើងមានការអីដែរម៉ែ ក្មួយណាពីនមកសួរសុខទុក្ខម៉ែកូនណាបើមានពេលតនេនោះកូនគួរតែទៅសួរសុខទុក្ខឪពុកម្ដាយក្មួយពីនផង បាទម៉ែខ្ញុំនឹងទៅបើមានពេលពិនមួយរយៈនេះហាក់ដូចជាស្រស់បោះជាងពីមុន ចាប់បងខ្ញុំមួយរយៈនេះមិនសូវជាឈឺអ្វីនោះទេតើបានជាមើលទៅស្រស់បោះអញ្ចឹងចាប់បងទៅមកពីណាដែរ បងទៅមកពីផ្ទះចរណៃនាងមកពីក្រុងវិញហើយតែមកជាមួយអ្នកថ្មីឃើញហើយគឺឈឺចិត្តណាស់តែនោះជាការសម្រេចចិត្តរបស់នាងបងហាមឃាត់នរណាមិនបាននោះទេ ហើយគម្រោងកូនថារៀបការជាមួយគ្នានោះពេលនេះរលីហើយមែនទេកូនប្រុស បានគឺរលាយហើយព្រោះតែអ្នកថ្មីនឹងស្ដីទៅដឹងនាងឆាប់នេះនាងមិនអាចរងចាំខ្ញុំបានទេ បើអញ្ចឹងនោះកូនគួរតែកាត់ចិត្តទៅមិនខ្វះទេណាមនុស្សស្រីនៅក្នុងភូមិយើងនេះបើគេបំភ្លេចសន្យាជាមួយយើងចោលហើយនោះយើងក៏គួរតែបំភ្លេចចោលដូចគ្នាដែរ ខ្ញុំមានតែជូនពរគេនោះទេខ្ញុំមិនទៅបំផ្លាញគេទេម៉ែខ្ញុំស្រឡាញ់នាងខ្ញុំគ្រាន់តែចង់ឃើញនាងមានសេចក្តីសុខនោះគឺគ្រប់គ្រាន់ចំពោះខ្ញុំហើយ ខ្ញុំគិតថាលីសិនហើយណាមិញបញ្ញាប់ទៅជួយម៉ែផងទៅចោះណាក្មួយប្រយ័ត្នប្រយែងណាចាជម្រាបលាមិញបងពន្លើខ្ញុំលាសិនហើយ បាទលាហើយ ណាពីនបានចាក់ចេញទៅមិញនឿនបានបន្លឺឡើងភ្លាមបើសង្សារកូនគេមានអ្នកថ្មីហើយនោះកូនគួរតែងាកមកចាប់អារម្មណ៍ទៅលើក្មួយពីនវិញទៅគេជាមនុស្សស្រីដែលល្អហើយមិនប្រកាន់ខ្លួនទេការងារគ្រប់សពធ្វើដោយមិនត្អូញត្អែហើយកូនគួរតែតាមចែចង់ទៅកុំបដ ாய் ឲ្យអ្នកផ្សេងឆក់យកក្មួយពីនអី ម៉ែនិយាយគឺស្រួលណាស់តែខ្ញុំមិននេះទេដែលពិបាកនៅក្នុងការធ្វើការកាត់ចិត្តពីនរណាម្នាក់មិនមែនជារឿងងាយទេម៉ែខ្ញុំក៏មិនដឹងថានៅក្នុងចិត្តគេគិតមកលើខ្ញុំយ៉ាងម៉េចដែរខ្ញុំមិនអាចយកអ្នកផ្សេងមកជំនួសអ្នកចាស់បានទេម៉ែទុកពេលឲ្យខ្ញុំធ្វើចិត្តបន្តិចសិនទៅភ្លាមពេកខ្ញុំពិបាកនឹងសម្រេចចិត្តណា វាជាការសម្រេចចិត្តរបស់កូនទេម៉ែក៏មិនបខំដែរតែកូនត្រូវតែដកខ្លួនចេញភ្លាមកុំទៅកដោអ្នកដតីឲ្យសោះនោះខណៈពេលដែលគេបានសម្រេចចិត្តថាជ្រើសរើសអ្នកផ្សេងទៅហើយ បាទម៉ែខ្ញុំមិនអង្គុយឲ្យនរណាមករើសយកខ្ញុំទេគេបានរើសអ្នកដែលទៅមិនស្គាល់ចោលខ្ញុំវាធ្វើឲ្យខ្ញុំស្លុតចិត្តណាស់តែដើម្បីសេចក្តីសុខរបស់គេខ្ញុំក៏មានតែខំមាត់សង្កត់ចិត្តតែប៉ុណ្ណោះនោះជាជំរើសរបស់គេខ្ញុំធ្វើអីមិនបានក្រៅពីការដើរចេញទេ ម៉ែយល់ហើយកូនម្ដាយកូនស័កសមនឹងទទួលបានអ្វីផ្សេងណែទៅពុះអស់ថែមទៀតទៅកូន បាទម៉ែ ណាពីនចូលទៅក្នុងបន្ទប់ភ្លាមបន្ទាប់ពីមកដល់ផ្ទះផ្លេតគាត់ជាមួយសង្សារបែកគ្នាហើយព្រោះតែសង្សារគាត់មានអ្នកថ្មីបានចឹងតើពួកចឹងអាចមានឱកាសដែរទេរំពេចនោះឪពុករបស់នាងក៏បានចូលមកដល់ក្នុងបន្ទប់ មីអូនថ្ងៃស្អែកពុកម៉ែត្រូវទៅបន់គេនៅភូមិផ្សេងកូនឯងនៅផ្ទះម្នាក់ឯងបានមែនទេកូនតែបើកូននៅផ្ទះម្នាក់ឯងហើយខ្លាចកូនអាចទៅដេកនៅផ្ទះមីងកូនបាន ខ្ញុំអាចនៅផ្ទះម្នាក់ឯងបានពុកជាមួយម៉ែមិនបាច់បារម្ភពីខ្ញុំឡើយខ្ញុំធំហើយណែខ្ញុំអាចមើលថែខ្លួនឯងបាន ពុកមកប្រាប់ឲ្យដឹងបើកូនអាចនៅម្នាក់ឯងបាននោះគឺជាការល្អហើយពុកទៅរកម៉ែកូនឯងហើយកុំលេងទូរស័ព្ទដល់ថ្នាក់ភ្លេចដេកពួនអីណាកូន ចាប់ពុកឪពុកបានចាក់ចេញពីក្នុងបន្ទប់របស់កូនពេលនោះណាពីនក៏បានទូរស័ព្ទទៅកាន់មិត្តភ័ក្តិរបស់នាងតែម្ដង
Nè anh,ថ្ងៃស្អែកនេះពុកម៉ែយើងមិននៅផ្ទះទេយើងអាចទៅដើរលេងបានណាដោយមិនចាំបាច់ខ្លាចពុកម៉ែនៅចាំមើលផ្លូវនោះទេយើងទៅណាមិនបានទេយើងចាប់ណាត់ជាមួយសង្សារយើងហើយឯងទៅម្នាក់ឯងចោះណាយើងអត់អាចទុកសង្សារយើងចោលទេព្រោះគាត់ណាត់យើងមុនឯងណែអញ្ចឹងយើងជ្រើសជម្រើសមុនហើយអើយតែជាមួយសង្សារចោះណាយើងទៅម្នាក់ឯងក៏បានដែរដើរលេងជាមួយសង្សារឲ្យសប្បាយចិត្តចោះកាត់ទៅគេមានសង្សារអញ្ចឹងមែនណោះនាថ្ងៃបន្ទាប់ណាពីនជិះម៉ូតូមកដល់កន្លែងលក់ទឹកអំពៅពេលនោះនាងក៏បានជួបចរណៃនិងសង្សារថ្មីគឺនៅទីនោះដូចគ្នាណាពីនទៅណាដែរនឹងគ្នាទៅតែមកដល់ស្រុកវិញថាបំរុងនឹងទៅលេងឯងតែចៃដន្យអីបានជួបឯងនៅទីនេះតែម្ដងចរណៃតែខ្ញុំលើដំណឹងថាឯងចិត្តផ្ចប់ពាក្យឲ្យតាប៉ិតទេជាការប៉ិតខ្ញុំចិត្តផ្ចប់ពាក្យជាមួយបង្ហាក់ហើយសង្សារអ្នកទីក្រុងរបស់ខ្ញុំខ្ញុំមានតែចូលរួមត្រេកអរនោះទេដែលអញបាត់ឈានមកដល់ថ្ងៃនេះបងនេះគឺជាមិត្តភក្តិខ្ញុំស្គាល់គ្នាជាមួយនាងឲ្យហើយទៅសួស្ដីបងជាអ្នកមកពីទីក្រុងនៅទីក្រុងគ្រួសារបងជាអ្នកមានអាជីវកម្មនៅក្នុងដៃច្រើនណាស់មិនខ្វះទេប្រាក់ចាយដីជាច្រើនកន្លែងអូនក៏ដឹងដែរថាដីនៅទីនោះលក់ទៅចំណេញណាស់ហើយគ្រួសារបងក៏មិនមានប្រវត្តិអាក្រក់ដែរហើយបងរៀបរាប់ច្រើនយ៉ាងហ្នឹងនាងជាមិត្តភក្តិរបស់ខ្ញុំមិនបាច់អួតអាងអីពេកទេព្រោះថាបងនឹងខ្ញុំចិត្តផ្ចប់ពាក្យទៅហើយអួតអាងច្រើនពេកក៏មិនមានប្រយោជន៍អីដែរព្រោះមិត្តភក្តិខ្ញុំនេះគេមិនចូលភ្នែកមើលបងទេបងគ្រាន់តែប្រាប់ឲ្យមិត្តភក្តិអូនដឹងព្រោះអនាគតគូតដឹងរបស់អូនគឺមិនអន់នោះទេអូនគួរតែមានមោទនភាពដែលមានបងជាគូតដឹងរបស់អូននិយាយច្រើនដល់ហើយបងខ្ញុំគ្រាន់តែមកទិញតឹងប៉ៅទេពេលរួចរាល់ហើយខ្ញុំទៅវិញហើយណាអើយឯងក៏ប្រកាន់អីអនាគតគូតដឹងខ្ញុំគាត់តែប៉ុណ្្នឹងទេចូលចិត្តនិយាយប្រាប់អ្នកដទៃពីរឿងគ្រួសារគាត់ណាមិនអីនោះទេខ្ញុំទៅយកតឹងប៉ៅសិនហើយណាណាពីនទទួលយកទឹកអំពៅរួចនាងក៏បានចាក់ចេញទៅអើយបងមិនគួរណានិយាយអញ្ចឹងនោះទេបងត្រូវចាំថាបងនិងខ្ញុំចិត្តខ្លាចជាគូតដឹងនឹងគ្នាហើយអួតដាក់អ្នកផ្សេងនោះគិតថាគេនឹងមករកបងមែនទេខ្ញុំមិនដោះលែងបងឡើយគិតច្រើនម្លេះអូនបងគ្រាន់តែណែនាំខ្លួនតើអូនឯងបែរជាគិតផ្ដេសផ្ដាស់ដូចនេះទៅវិញបងចង់ឲ្យគេគ្រប់គ្នាដឹងថាគូតដឹងបងជ្រើសរើសមនុស្សត្រូវមានទាំងរូបសម្បត្តិមានទាំងទ្រព្យតែមិនចាំបាច់អួតពេកនោះទេគេមិនចូលចិត្តបងមិនបានអួតទេបងនិយាយឲ្យគេដឹងឮអូនពិតជាគិតខុសចំពោះបងណាមកពីបងឯងគឺចង់បានអ្នកផ្សេងចង់ឲ្យអ្នកផ្សេងគេចាប់អារម្មណ៍លើបងឯងកុំស្មានថាខ្ញុំនេះមិនដឹងឲ្យសោះនោះបញ្ចាត់ខៀវមុខទៅបងមិនហ៊ានទេបងនឹងមានតែអូនម្នាក់ប៉ុណ្ណោះណាពេញចេញពីកន្លែងលក់ទឹកអំពៅនាងក៏បានមកដល់ខ្ទមមួយកន្លែងខណៈនោះពន្លឺសាកក៏នៅក្នុងខ្ទមនោះដូចគ្នាអីបងពន្លឺមកនៅអីត្រង់នេះបងត្រូវទៅណាមែនទេបងអត់មានអីធ្វើបងក៏មកទីនេះហើយចុះអូនទៅមកពីណាដែរខ្ញុំតែមកពីតូបលក់ទឹកអំពៅហើយមុននេះខ្ញុំបានជួបជាមួយចរណៃព្រមទាំងសង្សាររបស់នាងផងណាពួកគេទាំងពីរគឺសមគ្នាណាត្រូវហើយពួកគេស័ក្តិសមគ្នាណាស់នាងជ្រើសរើសមនុស្សត្រូវហើយបងក៏មានតែជូនពរនាងតែប៉ុណ្ណោះដែលនាងជ្រើសរើសមនុស្សដែលមានសពគ្រប់បែបយ៉ាងបងគ្រាន់តែស្ដាយពេលវេលាដែលធ្លាប់សាំងជាមួយគ្នាហើយរងចាំនាងប្រាប់ថានាងទៅធ្វើការនៅទីក្រុងតែមួយរយៈប៉ុណ្ណោះតែពេលនេះនាងត្រឡប់មកវិញនាងនាំអ្នកផ្សេងមកជាមួយថែមទាំងបោះបង់បងទៀតបងមិនដឹងថាត្រូវសប្បាយចិត្តឬក៏កើតទុក្ខនោះទេបើបងពិតជាស្រឡាញ់នរណាម្នាក់ចេញពីចិត្តពិតប្រាកដមែននោះបងនៅលះបងដើម្បីគេព្រោះតែបងចង់ឃើញគេមានសេចក្តីសុខសុភមង្គលដែលគេបានជ្រើសរើសនោះហើយគឺស្រឡាញ់ពិតប្រាកដដែលបងមានចំពោះនរណាម្នាក់មិនមែនជាការយកគេមកនៅជាមួយហើយធ្វើឲ្យគេទឹកភ្នែកនោះទេត្រូវហើយពួកគេស័ក្តិសមគ្នាណាស់នាងជ្រើសរើសមនុស្សត្រូវហើយបងក៏មានតែជូនពរនាងតែប៉ុណ្ណោះដែលនាងជ្រើសរើសមនុស្ស
បងយល់ព្រោះតែអញ្ចឹងហើយទើបបងលះបង់បងគោរពតាមការសម្រេចចិត្តរបស់នាងបណ្ដោយឲ្យនាងជ្រើសរើសយកនៅអ្វីដែលស័ក្តិសមចំពោះនាងនោះនាងនឹងមានសេចក្តីសុខដូចគ្នា ចានោះជាអ្វីដែលខ្ញុំចង់និយាយណែ បងយល់ច្បាស់ពីរឿងពីតម្រូវការដែលនាងចង់បានបងត្រឹមតែជាមនុស្សម្នាក់ដែលរស់នៅទីនេះកំដរនាងដើម្បីបានជួបនឹងបរិសល្អម្នាក់ដែលស័ក្តិសមជាមួយនាងហើយគេអាចបកគលអ្វីគ្រប់យ៉ាងដែលនាងចង់បានឲ្យទៅនាងមួយជាតិកើតបានតែម្ដងនោះទេឲ្យអ្នកដតីជ្រើសរើសអ្វីដែលគេត្រូវការព្រោះនោះគឺជាជំរើសរបស់គេហើយគេមិនជាប់សាច់ញាតិអីជាមួយយើងដូចគ្នាយើងគ្មានសិទ្ធិនៅក្នុងការហាមឃាត់នោះទេ បងប៉ាត់ជាមនុស្សដែលយល់សាច់ការណែខ្ញុំសរសើរបងដែលបងមិនមានចិត្តខឹងជាមួយនាងនោះ បងគ្មានចិត្តខឹងជាមួយនរណាទេនោះជាសិទ្ធិរបស់អ្នកដតីតើត្រូវខឹងអ្នកដតីដើម្បីអីទៅវាមិនមែនជារឿងយើងផងគួរណាទៅយកពេលវេលានោះមកធ្វើអ្វីដែលល្អសម្រាប់ខ្លួនឯងមិនគួរធ្វើឲ្យខ្លួនឯងកាន់តែអាក្រក់នៅក្នុងភ្នែកអ្នកដតីនោះទេ ចាបងនិយាយត្រូវណាស់ បងទៅផ្ទះសិនហើយណាហេតុអីអូននិយាយដូចនេះចំពោះបងការដែលគេចង់រៀបការជាមួយយើងក៏ព្រោះតែយើងមានលទ្ធភាពនៅក្នុងការរៀបការជាមួយគេឯងគ្មានលទ្ធភាពខ្ញុំមានតែជូនពរគេនោះទេខ្ញុំមិនទៅបំផ្លាញគេទេម៉ែខ្ញុំស្រឡាញ់នាងខ្ញុំគ្រាន់តែចង់ឃើញនាងមានសេចក្តីសុខនោះគឺគ្រប់គ្រាន់ចំពោះខ្ញុំហើយ ខ្ញុំទទួលស្គាល់កំហុសថាខ្ញុំពិតជាខុសមែនដែលមានអ្នកថ្មីចោលបងនោះតែខ្ញុំជ្រើសរើសអ្វីដែលល្អសម្រាប់ខ្ញុំទៅថ្ងៃខាងមុខរៀងតាមប៉ាត់នាងក្រាស់ខ្ញុំនាថ្ងៃត្រង់មេចេះពន្លឺក្តៅយ៉ាងខ្លាំងតែម្ដងខណៈដែលអ្នកកំឡោះមួយរូបកំពុងតែជិះកង់ទៅរកអ្នកដែលទៅចូលស្រុកវិញគេក៏បានមកដល់ផ្ទះដែលរថយន្តទៅតែឈប់ចតអ្នកកំឡោះក៏បានចូលទៅរក ចរណៃអូនមកស្រុកវិញហើយហ៎តែហេតុអីក៏អូនលេងតបឆាតបងអញ្ចឹងបងខំឆាតទៅជាច្រើនដងហើយតែអូនមិនតបមិនស្ដីសោះហើយចុះនេះអូនមកជាមួយនរណាគេ ខ្ញុំមកជាមួយសង្សារខ្ញុំតើមានបញ្ហាអីមែនទេ សង្សាររបស់អូនឬចុះបងនោះអូនទុកនៅណាបងជាសង្សាររបស់អូនមិនមែនជាគេទេអូនគួរតែប្រយ័ត្នសម្ដីពេលអូននិយាយជាមួយគេកុំនិយាយអ្វីដែលធ្វើឲ្យបងអន់ចិត្តណា ខ្ញុំមិនបានធ្វើអីឲ្យបងអន់ចិត្តទេការដែលខ្ញុំនិយាយនេះគឺជាការប៉ាត់គាត់ជាសង្សាររបស់ខ្ញុំហើយគាត់មកនេះគឺមកស្ដីទៅដឹងខ្ញុំដូចគ្នា ស្ដីទៅដឹងអូនមែនទេចុះបងនេះអូនទុកនៅណាក្រែងសន្យាជាមួយបងមែនទេថានឹងរងចាំបងពី3ឆ្នាំទៀតហេតុអីអូននិយាយដូចនេះចំពោះបងការដែលគេចង់រៀបការជាមួយយើងក៏ព្រោះតែយើងមានលទ្ធភាពនៅក្នុងការរៀបការជាមួយគេឯងគ្មានលទ្ធភាពចង់ឲ្យគេនៅរងចាំឯងដល់អង្កលទៀតគួរតែដឹងហើយថាមនុស្សស្រីគេត្រូវការភាពច្បាស់លាស់បើឯងគ្មានភាពច្បាស់លាស់ទេថយចេញឲ្យឆ្ងាយទុកឲ្យយើងជាអ្នកដែលច្បាស់លាស់រៀបការជាមួយនាងវិញឯងគួរតែដកខ្លួនចេញពីជីវិតគេទៅព្រោះថានាងមិនត្រូវការឯងទៀតទេមិនក៏អូនធ្វើដូច្នេះចំពោះបងអូនបោះបង់បងហើយទៅរៀបការជាមួយគេអូនធ្វើដូច្នេះគឺប្រៀបបីសម្រាប់បងទាំងរស់អញ្ចឹងតែបើអូនជ្រើសរើសបែបនេះទៅហើយបងក៏មានតែដើរចេញប៉ុណ្ណោះជូនពរអូនមានសេចក្តីសុខជាមួយគេចុះ ថាចាប់ហើយគេក៏បានចាក់ចេញទៅ ចាប់ពីថ្ងៃនេះទៅឈប់តាក់ទងជាមួយគេទៀតបងមិនចូលចិត្តទេ ចាខ្ញុំមិនតាក់ទងជាមួយគាត់ទៀតទេបងមិនបាច់បារម្ភទេថាខ្ញុំនឹងវិលត្រឡប់ទៅរកគាត់វិញនោះ បងជឿជាក់នៅលើអូនបងជឿថាអូននឹងមិនធ្វើដូច្នេះទេ ពន្លឺសាកមកដល់ផ្ទះវិញស្របពេលដែលមានភ្ញៀវកំពុងតែជជែកជាមួយម្ដាយរបស់គេកូននេះទៅតែចូលផ្ទះវិញអីមិនឃើញមេឃឡើងក្តៅហែងទេអីកូនអាកាសធាតុប្រែប្រួលគ្រប់ពេលវេលាកូនត្រូវតែចេះមើលថែសុខភាពខ្លួនឯងផង បាទម៉ែខ្ញុំចេះមើលថែខ្លួនឯងហើយចុះណាពិនមកផ្ទះយើងមានការអីដែរម៉ែ ក្មួយណាពីនមកសួរសុខទុក្ខម៉ែកូនណាបើមានពេលតនេនោះកូនគួរតែទៅសួរសុខទុក្ខឪពុកម្ដាយក្មួយពីនផង បាទម៉ែខ្ញុំនឹងទៅបើមានពេលពិនមួយរយៈនេះហាក់ដូចជាស្រស់បោះជាងពីមុន ចាប់បង
ខ្ញុំមួយរយៈនេះមិនសូវជាឈឺអ្វីនោះទេតែបានជាមើលទៅស្រស់បងអញ្ចឹងចាប់បងទៅមកពីណាដែរ បងទៅមកពីផ្ទះចរណៃនាងមកពីក្រុងវិញហើយតែមកជាមួយអ្នកថ្មីឃើញហើយគឺឈឺចិត្តណាស់តែនោះជាការសម្រេចចិត្តរបស់នាងបងហាមឃាត់នរណាមិនបាននោះទេ ហើយកំរងកូនថារៀបការជាមួយគ្នានោះពេលនេះរលាយហើយមែនទេកូនប្រុស បានគឺរលាយហើយព្រោះតែអ្នកថ្មីនឹងស្ដីទៅដឹងនាងឆាប់នេះនាងមិនអាចរងចាំខ្ញុំបានទេ បើអញ្ចឹងនោះកូនគួរតែកាត់ចិត្តទៅមិនខ្វះទេណាមនុស្សស្រីនៅក្នុងភូមិយើងនេះបើគេបំភ្លេចសន្យាជាមួយយើងចោលហើយនោះយើងក៏គួរតែបំភ្លេចចោលដូចគ្នាដែរ ខ្ញុំមានតែជូនពរគេនោះទេខ្ញុំមិនទៅបំផ្លាញគេទេម៉ែខ្ញុំស្រឡាញ់នាងខ្ញុំគ្រាន់តែចង់ឃើញនាងមានសេចក្តីសុខនោះគឺគ្រប់គ្រាន់ចំពោះខ្ញុំហើយ ខ្ញុំកាត់ថាលីសិនហើយណាមិញបញ្ញាប់ទៅជួយម៉ែផង ទៅចោះណាក្មួយប្រយ័ត្នប្រយែងណា ចាជម្រាបលាមិញបងពលឺខ្ញុំលាសិនហើយ បានលាហើយ ណាពីនបានចាក់ចេញទៅមិញនឿនបានបន្លឺឡើងភ្លាម បើសង្សារកូនគេមានអ្នកថ្មីហើយនោះកូនគួរតែងាកមកចាប់អារម្មណ៍ទៅលើក្មួយពេញវិញទៅគេជាមនុស្សស្រីដែលល្អហើយមិនប្រកាន់ខ្លួនទេការងារគ្រប់សពធ្វើដោយមិនត្អូញត្អែហើយកូនគួរតែតាមចែចង់ទៅកុំបដ ாய் ឲ្យអ្នកផ្សេងឆក់យកក្មួយពេញអី ម៉ែនិយាយគឺស្រួលណាស់តែខ្ញុំមិននេះទេដែលពិបាកនៅក្នុងការធ្វើការកាត់ចិត្តពីនរណាម្នាក់មិនមែនជារឿងងាយទេម៉ែខ្ញុំក៏មិនដឹងថានៅក្នុងចិត្តគេគិតមកលើខ្ញុំយ៉ាងម៉េចដែរខ្ញុំមិនអាចយកអ្នកផ្សេងមកជំនួសអ្នកចាស់បានទេម៉ែទុកពេលឲ្យខ្ញុំធ្វើចិត្តបន្តិចសិនទៅភ្លាមពេកខ្ញុំពិបាកនឹងសម្រេចចិត្តណា វាជាការសម្រេចចិត្តរបស់កូនទេម៉ែក៏មិនបខំដែរតែកូនត្រូវតែដកខ្លួនចេញភ្លាមកុំទៅកដោអ្នកដតីឲ្យសោះនោះខណៈពេលដែលគេបានសម្រេចចិត្តថាជ្រើសរើសអ្នកផ្សេងទៅហើយ បាទម៉ែខ្ញុំមិនអង្គុយឲ្យនរណាមករើសយកខ្ញុំទេគេបានរើសអ្នកដែលទៅមិនស្គាល់ចោលខ្ញុំវាធ្វើឲ្យខ្ញុំស្លុតចិត្តណាស់តែដើម្បីសេចក្តីសុខរបស់គេខ្ញុំក៏មានតែខំមាត់សង្កត់ចិត្តតែប៉ុណ្ណោះនោះជាជំរើសរបស់គេខ្ញុំធ្វើអីមិនបានក្រៅពីការដើរចេញទេ ម៉ែយល់ហើយកូនម្ដាយកូនស័កសមនឹងទទួលបានអ្វីផ្សេងណែទៅពុះអស់ថែមទៀតទៅកូន បាទម៉ែ ๆណាពីនចូលទៅក្នុងបន្ទប់ភ្លាមបន្ទាប់ពីមកដល់ផ្ទះផ្លេតគាត់ជាមួយសង្សារបែកគ្នាហើយព្រោះតែសង្សារគាត់មានអ្នកថ្មីបានចឹងតើពួកចឹងអាចមានឱកាសដែរទេរំពេចនោះឪពុករបស់នាងក៏បានចូលមកដល់ក្នុងបន្ទប់ មីអូនថ្ងៃស្អែកពុកម៉ែត្រូវទៅបន់គេនៅភូមិផ្សេងកូនឯងនៅផ្ទះម្នាក់ឯងបានមែនទេកូនតែបើកូននៅផ្ទះម្នាក់ឯងហើយខ្លាចកូនអាចទៅដេកនៅផ្ទះមីងកូនបាន ខ្ញុំអាចនៅផ្ទះម្នាក់ឯងបានពុកជាមួយម៉ែមិនបាច់បារម្ភពីខ្ញុំឡើយខ្ញុំធំហើយណែខ្ញុំអាចមើលថែខ្លួនឯងបាន ពុកមកប្រាប់ឲ្យដឹងបើកូនអាចនៅម្នាក់ឯងបាននោះគឺជាការល្អហើយពុកទៅរកម៉ែកូនឯងហើយកុំលេងទូរស័ព្ទដល់ថ្នាក់ភ្លេចដេកពួនអីណាកូន ចាប់ពុកឪពុកបានចាក់ចេញពីក្នុងបន្ទប់របស់កូនពេលនោះណាពីនក៏បានទូរស័ព្ទទៅកាន់មិត្តភ័ក្តិរបស់នាងតែម្ដងអ្នកឯងថ្ងៃស្អែកនេះពុកម៉ែយើងមិននៅផ្ទះទេយើងអាចទៅដើរលេងបានណាដោយមិនចាំបាច់ខ្លាចពុកម៉ែនៅចាំមើលផ្លូវនោះទេយើងទៅណាមិនបានទេយើងចាប់ណាត់ជាមួយសង្សារយើងហើយឯងទៅម្នាក់ឯងចោះណាយើងអត់អាចទុកសង្សារយើងចោលទេព្រោះគាត់ណាត់យើងមុនឯងណែអញ្ចឹងយើងជ្រើសជម្រើសមុនហើយអើយតែជាមួយសង្សារចោះណាយើងទៅម្នាក់ឯងក៏បានដែរដើរលេងជាមួយសង្សារឲ្យសប្បាយចិត្តចោះកាត់ទៅគេមានសង្សារអញ្ចឹងមែនណោះនាថ្ងៃបន្ទាប់ណាពីនជិះម៉ូតូមកដល់កន្លែងលក់ទឹកអំពៅពេលនោះនាងក៏បានជួបចរណៃនិងសង្សារថ្មីគឺនៅទីនោះដូចគ្នាណាពីនទៅណាដែរនឹងគ្នាទៅតែមកដល់ស្រុកវិញថាបំរុងនឹងទៅលេងឯងតែចៃដន្យអីបានជួបឯងនៅទីនេះតែម្ដងចរណៃតែខ្ញុំលើដំណឹងថាឯងចិត្តផ្ចប់ពីឲ្យតាប៉ិតទេជាការប៉ិត
ខ្ញុំចិត្តផ្ចប់ពាក្យជាមួយបង្ហាក់ហើយសង្សារអ្នកទីក្រុងរបស់ខ្ញុំខ្ញុំមានតែចូលរួមត្រេកអរនោះទេដែលអញបាត់ឈានមកដល់ថ្ងៃនេះបងនេះគឺជាមិត្តភក្តិខ្ញុំស្គាល់គ្នាជាមួយនាងឲ្យហើយទៅសួស្តីបងជាអ្នកមកពីទីក្រុងនៅទីក្រុងគ្រួសារបងជាអ្នកមានអាជីវកម្មនៅក្នុងដៃច្រើនណាស់មិនខ្វះទេប្រាក់ចាយដីជាច្រើនកន្លែងអូនក៏ដឹងដែរថាដីនៅទីនោះលក់ទៅចំណេញណាស់ហើយគ្រួសារបងក៏មិនមានប្រវត្តិអាក្រក់ដែរហើយបងរៀបរាប់ច្រើនយ៉ាងហ្នឹងនាងជាមិត្តភក្តិរបស់ខ្ញុំមិនបាច់អួតអាងអីពេកទេព្រោះថាបងនឹងខ្ញុំចិត្តផ្ចប់ពាក្យទៅហើយអួតអាងច្រើនពេកក៏មិនមានប្រយោជន៍អីដែរព្រោះមិត្តភក្តិខ្ញុំនេះគេមិនចូលភ្នែកមើលបងទេបងគ្រាន់តែប្រាប់ឲ្យមិត្តភក្តិអូនដឹងព្រោះអនាគតគូតដឹងរបស់អូនគឺមិនអន់នោះទេអូនគួរតែមានមោទនភាពដែលមានបងជាគូតដឹងរបស់អូននិយាយច្រើនដល់ហើយបងខ្ញុំគ្រាន់តែមកទិញតឹងបើទេពេលរួចរាល់ហើយខ្ញុំទៅវិញហើយណាឯងក៏ប្រកាន់អីអនាគតគូតដឹងខ្ញុំគាត់តែប៉ុណ្្នឹងទេចូលចិត្តនិយាយប្រាប់អ្នកដទៃពីរឿងគ្រួសារគាត់ណាមិនអីនោះទេខ្ញុំទៅយកតឹងបើសិនហើយណាណាពីនទទួលយកទឹកអំពៅរួចនាងក៏បានចាក់ចេញទៅបងមិនគួរណានិយាយអញ្ចឹងនោះទេបងត្រូវចាំថាបងនិងខ្ញុំចិត្តខ្លាចជាគូតដឹងនឹងគ្នាហើយអួតដាក់អ្នកផ្សេងនោះគិតថាគេនឹងមករកបងមែនទេខ្ញុំមិនដោះលែងបងឡើយគិតច្រើនម្លេះអូនបងគ្រាន់តែណែនាំខ្លួនតាអូនឯងបែរជាគិតផ្ដេសផ្ដាស់ដូចនេះទៅវិញបងចង់ឲ្យគេគ្រប់គ្នាដឹងថាគូតដឹងបងជ្រើសរើសមនុស្សត្រូវមានទាំងរូបសម្បត្តិមានទាំងទ្រព្យតែមិនចាំបាច់អួតពេកនោះទេគេមិនចូលចិត្តបងមិនបានអួតទេបងនិយាយឲ្យគេដឹងឮអូនពិតជាគិតខុសចំពោះបងណាមកពីបងឯងគឺចង់បានអ្នកផ្សេងចង់ឲ្យអ្នកផ្សេងគេចាប់អារម្មណ៍លើបងឯងកុំស្មានថាខ្ញុំនេះមិនដឹងឲ្យសោះនោះបញ្ចាត់ខៀវមុខទៅបងមិនហ៊ានទេបងនឹងមានតែអូនម្នាក់ប៉ុណ្ណោះណាពេញចេញពីកន្លែងលក់ទឹកអំពៅនាងក៏បានមកដល់ខ្ទមមួយកន្លែងខណៈនោះពន្លឺសាកក៏នៅក្នុងខ្ទមនោះដូចគ្នាអីបងពន្លឺមិននៅអីត្រង់នេះបងត្រូវទៅណាមែនទេបងអត់មានអីធ្វើបងក៏មកទីនេះហើយចុះអូនទៅមកពីណាដែរខ្ញុំទៅមកពីតូបលក់ទឹកអំពៅហើយមុននេះខ្ញុំបានជួបជាមួយចរណៃព្រមទាំងសង្សាររបស់នាងផងណាពួកគេទាំងពីរគឺសមគ្នាណាត្រូវហើយពួកគេស័ក្តិសមគ្នាណាស់នាងជ្រើសរើសមនុស្សត្រូវហើយបងក៏មានតែជូនពរនាងតែប៉ុណ្ណោះដែលនាងជ្រើសរើសមនុស្សដែលមានសពគ្រប់បែបយ៉ាងបងគ្រាន់តែស្ដាយពេលវេលាដែលធ្លាប់សាំងជាមួយគ្នាហើយរងចាំនាងប្រាប់ថានាងទៅធ្វើការនៅទីក្រុងតែមួយរយៈប៉ុណ្ណោះតែពេលនេះនាងត្រឡប់មកវិញនាងនាំអ្នកផ្សេងមកជាមួយថែមទាំងបោះបង់បងទៀតបងមិនដឹងថាត្រូវសប្បាយចិត្តឬក៏កើតទុក្ខនោះទេបើបងពិតជាស្រឡាញ់នរណាម្នាក់ចេញពីចិត្តពិតប្រាកដមែននោះបងនៅលះបងដើម្បីគេព្រោះតែបងចង់ឃើញគេមានសេចក្តីសុខសុភមង្គលដែលគេបានជ្រើសរើសនោះហើយគឺស្រឡាញ់ពិតប្រាកដដែលបងមានចំពោះនរណាម្នាក់មិនមែនជាការយកគេមកនៅជាមួយហើយធ្វើឲ្យគេទឹកភ្នែកនោះទេត្រូវហើយពួកគេស័ក្តិសមគ្នាណាស់នាងជ្រើសរើសមនុស្សត្រូវហើយបងក៏មានតែជូនពរនាងតែប៉ុណ្ណោះដែលនាងជ្រើសរើសមនុស្សបងយល់ព្រោះតែអញ្ចឹងហើយទើបបងលះបងគោរពតាមការសម្រេចចិត្តរបស់នាងបណ្ដោយឲ្យនាងជ្រើសរើសយកនៅអ្វីដែលស័ក្តិសមចំពោះនាងនោះនាងនឹងមានសេចក្តីសុខដូចគ្នាចានោះជាអ្វីដែលខ្ញុំចង់និយាយណាបងយល់ច្បាស់ពីរឿងពីតម្រូវការដែលនាងចង់បានបងត្រឹមតែជាមនុស្សម្នាក់ដែលរស់នៅទីនេះកំដរនាងដើម្បីបានជួបនឹងបុរសល្អម្នាក់ដែលស័ក្តិសមជាមួយនាងហើយគេអាចប្រគល់អ្វីគ្រប់យ៉ាងដែលនាងចង់បានឲ្យទៅនាងមួយជាតិកើតបានតែម្ដងនោះទេឲ្យអ្នកដទៃជ្រើសរើសអ្វីដែលគេត្រូវការព្រោះនោះគឺជាជំរើសរបស់គេហើយគេមិនជាប់សាច់ញាតិអីជាមួយយើងដូចគ្នាយើងគ្មានសិទ្ធិនៅក្នុងការហាមឃាត់នោះទេបងពិតជាមនុស្សដែលយល់សាច់ការណាស់ខ្ញុំសរសើរបងដែលបងមិនមានចិត្តខឹងជាមួយនាងនោះបងគ្មានចិត្តខឹងជាមួយនរណាទេនោះជាសិទ្ធិរបស់អ្នកដទៃ
តើត្រូវខឹងអ្នកដទៃដើម្បីអីទៅវាមិនមែនជារឿងយើងផងគួរណាទៅយកពេលវេលានោះមកធ្វើអ្វីដែលល្អសម្រាប់ខ្លួនឯងមិនគួរធ្វើឲ្យខ្លួនឯងកាន់តែអាក្រក់នៅក្នុងភ្នែកអ្នកដទៃនោះទេ ចាបងនិយាយត្រូវណាស់ បងទៅផ្ទះសិនហើយណា